ខ្ញុំសូមអានព្រះគម្ពីរលូកាចំពុក15ខ17ដល់ខ24ការវាភ្ញាក់ដឹងខ្លួននោះក៏គិតថាឪពុកអញមានជើងឈ្នួលប៉ុន្មានសុទ្ធតែមានអាហារបរិភោគគ្រប់គ្នាតែនៅទីនេះអញជិតដាច់ពោះស្លាប់ហើយអញនឹងក្រោកឡើងទៅនិយាយនឹងគាត់ថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកមែនខ្ញុំនេះមិនគួរឲ្យហៅថាជាកូនលោកឪពុកទៀតទេសូមទទួលខ្ញុំទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះនោះវាក្រោកឡើងដើរទៅលុះឪពុកឃើញពីចម្ងាយហើយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅអោបថើបវាទើបវានិយាយថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេប៉ុន្តែឪពុកបានប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងមកឲ្យផងរួចយកកូនគោដែលបំពន់មកសម្រាប់ចុះយើងនឹងបរិភោគវាឲ្យសប្បាយចិត្តត្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានឃើញមកវិញនោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ